ផ្នែកខ្វាក់មាន់គឺជាស្ថានភាពមួយដែលផ្នែករបស់យើងមិនអាចមើលទីងងឹតបានបាទពលឺខ្សោយបាទយើងចាញ់គេហើយបាទមេឃសតុំឬក៏មេឃរៀបថ្ងៃលិចហ្នឹងគឺយើងចាប់ដើមងងឹតដែរបាទមូលហេតុចម្បងដែលធ្វើឲ្យខ្វាក់មាន់នោះបាទយើងមិនអាចមើលបានទី1គឺខ្វះវីតាមីន A បាទមូលហេតុទូទៅបំផុតវីតាមីន A គឺវាជួយធ្វើឲ្យយើងមើលឃើញបានច្បាស់ក្នុងទីងងឹតបាទមួយទៀតគឺដោយសារបញ្ហាឡើងបាយបាទគាត់មានបញ្ហាឡើងបាយកែភ្នែកគាត់ស្អាប់ដល់ពេលអញ្ចឹងទៅគឺពលឺចូលមករារាំងមិនឲ្យបានចូលទៅដល់បាតភ្នែកគ្រប់គ្រាន់បាទវាបែកព្រាកបាទកម្មពលឺរបស់គាត់អញ្ចឹងក៏ធ្វើឲ្យគាត់ពិបាកមើលឃើញដែរមួយទៀតអាចនឹងមានបញ្ហាទឹកដក់បាទគ្លូកូម៉ាទឹកដក់ក្នុងភ្នែកនៅពេលដែលគាត់ប្រើថ្នាំបន្តក់មួយចំនួនបាទធ្វើឲ្យបស្រីរួមតូចក៏ពិបាកមើលដែរបាទមួយទៀតតកតងនឹងកតា Sensitive បាទគាត់ខូចស្រទាប់បាតភ្នែកហ្នឹងតាំងពីកណ្ដៅតែម្ដងបាទមួយទៀតពាក់ព័ន្ធជាមួយនឹងអ្នកទឹកនោមផ្អែមបាទគាត់ខូចសរសៃឈាមឬក៏ស្រទាប់បាតភ្នែកនៅខាងក្នុងបាទ